cái này ID Apple ID chia page nó có mai và nói với cho một store đó tầm bay bằng cả thấy dân sở zero cầm thì nào mối đây cái đã tha free mà bà sân chỉ vì miền đã nếu như tao sign out để sân bà sân chỉ bây giờ miền cái này đấy và này trước khi đâu cả sign out về sân giờ bằng cả chỉ cái này đấy nên nó có thể khai Apple ID khai ta dân tao bấm phần những mạch ok rồi chào đám chương trình rồi cầm thì là mối nên là free sân download nó chỉ này cái này là chỉ search sân search thôi chú ok bọn con na ca internet slow đã trên nhái là chuyện calo mà cầm thì cái này đã free môi mà đã ok khởi nhai lâu đấy khi sẽ download Instagram này đây cái đã get ok lâu khi cho lô căn như hái cho nên thua cả download ok đó khi chuyển được cái thả get ok bé nó biết download tiền mùi data sign in to the iTunes Store mà nó bên dương tôi chụp biệt tha create new Apple ID chuyện này nó máu nó mới bằng cả với rồi chạm một dân tu đối xài internet slow page ok rồi chạy mò hỏi chụp được bị ta continue cái topic lại đấy và sân chỉ dương admin nó khai mà đi thế chẳng dương tôi chụp bị ta click here bàn tay bé đấy vì nó không thể Campuchia dương hai dương 100 đô và tiền thế chẳng dương chụp từ này bó I have read and agree to this term and condition agree là vì mà hỏi vô biết là agree ok lỗi trên đó cái này đi ấy provide Apple ID detail lắm cứ đừng rồi dùng quay email là dùng bằng card hay password đúng không bạn chẳng email bị muốn nó chúng bằng card hai mối ấy cái kiếm tục nổi nè thế cái cũng đồ màu xanh cái dân dùng email là dân mình log sign app chỉ mùi nâng Apple ID dùng một cho mua hết còn vô email là log lấy provide mình ao thì ấyประเภท email ហ្នឹងประเภท Gmail ក៏បាន Yahoo ក៏បាន Hotmail ក៏បានអត់ប្រកាន់អីជាមួយនឹង Apple ID ហ្នឹងពេលខ្ញុំយក
Gmail របស់ខ្ញុំដែលខ្ញុំបានបង្កើតថ្ងៃមុននោះតែមានឈ្មោះថា Darawati ហ្នឹងដើម្បីយកមកsign up ជាមួយនឹង Apple ID អូខេនេះគឺ email របស់ខ្ញុំហ្នឹងតែបង្កើតមុនហ្នឹងនៅនេះខ្ញុំខ្ជិលអ្វីខ្ញុំ copy ឈ្មោះ email នេះតែម្ដងទៅបាទអូខេតើ copy យើងបើយើងនេះយើងទៅសេក៏បានដែរប៉ុន្តែនេះខ្ញុំ copy វាដោយអូខេវាឲ្យម្ដងទៀតcopy មកយើងចុចពាក្យថា Ctrl V អូខេចឹងកន្លែងនេះលេខកូដនេះគឺតម្រូវដាក់អក្សរធំមួយហើយនឹងអក្សរតូចហើយយើងឲ្យនោះចាប់ពី8ខ្ទង់ឡើងហើយត្រូវតែមានលេខនៅនឹងលាយលេខ2ខ្ទង់ឬមួយក៏3 4ខ្ទង់ឬមួយ1ខ្ទង់ចឹងទៅត្រូវតម្រូវឲ្យធ្វើអញ្ចឹងឥឡូវយើងដាក់បិចទៅចាចិត្តប៉ុន្តែតែយ៉ាងម៉េចឲ្យមានអក្សរធំមួយអក្សរតូចនិងលេខអញ្ចឹងខ្ញុំដាក់ឥឡូវឧទាហរណ៍ថាខ្ញុំដាក់ចេះតាខ្ញុំទៅសេជា keynote ឲ្យមួយចេះជាយើងដាក់មិនដាក់ទៅចិត្តយើងអូខេហើយកន្លែង verify password នេះគឺយើងវាយលេខកូដដដែលដោយលេខ password នេះមកយើងវាយដូចគ្នាដើម្បីវាបញ្ជាក់ថាវាត្រឹមត្រូវទាំងពីរទាំងអត់អូខេបើវាយចេញដូចនេះមានន័យថាត្រឹមត្រូវហើយយើងមិនវាយលេខទាំងពីរទាំងត្រឹមត្រូវហើយเราចូលមកកន្លែងនេះដាក់ security info នេះសម្រាប់នេះសំណួរចម្លើយនេះគឺយើងសួរខ្លួនឯងឆ្លើយខ្លួនឯងបាទទីហោឡើយយើងចុចលើកន្លែង choose one មកវានឹងចេញសំណួរហើយអញ្ចឹងយើងពេញចិត្តសំណួរណាហើយយើងយកសំណួរណាដែលយើងអាចថាគិតថាយើងអាចឆ្លើយរួចទីហោឡើយយកមក What was the name of your best friend as teenager នេះមានន័យថាតើឈ្មោះមិត្តល្អរបស់អ្នកកាលពីក្មេងឈ្មោះអ្វីអញ្ចឹងយើងយកសំណួរនេះមកព្រោះយើងគិតថាវាមានអីមកឆ្លើយទេគាត់សួរឈ្មោះចុះយើងចាយើងដាក់ទៅហើយយើង answer មកយើងដាក់ទៅចិត្តយើងដាក់ឈ្មោះអីដាក់ទៅឥឡូវយើងដាក់ឈ្មោះថា Dara អូខេតែប៉ុណ្ណឹងហើយអញ្ចឹងសំណួរទី2យើងស្ទើរមកយើងគេសួរថា What is your dream job យើងយកគាត់ថាវាគ្មានពិបាកឆ្លើយទេបើគេសួរថាអ្នកមានមុខរបរអីអញ្ចឹងយើងដាក់ទៅចិត្តយើងដាក់ថា farmer ឬដាក់ថា student អីយកចិត្តខ្ញុំដាក់ថា farmer ចុះអូខេសំណួរទី3គេថាអញ្ចឹងយើងរើសសំណួរណាដែលយើងថាគិតអាចឆ្លើយបានហើយយើងមើលទៅយល់អញ្ចឹងសំណួរទី1នេះនេះតិចអញ្ចឹងខ្ញុំយកសំណួរទី2 What was the name of your first manager សួរថាអ្នកគ្រប់អ្នកចាត់ការទូទៅរបស់អ្នកដំបូងគេឈ្មោះអ្វីអញ្ចឹងយើងមានបាក់ឆ្លើយសួរឈ្មោះសងចេះដាក់ទៅថាហើយខ្ញុំដាក់ថា Lucky ចុះអូខេ Mr. Lucky ឬក៏ Lucky ហើយចិត្តហ្នឹងអីវាអត់ប្រការទេអូខេប៉ុណ្ណឹងបានហើយចឹងទាំង like option secure email នេះយើងដាក់ទៅអត់ប្រមាណដែរឥឡូវនេះកន្លែង secure email ប៉ុន្តែបើសិនជា Apple ID យើងបង្កើតហើយយើងទុកប្រើវារហូតឬមួយក៏ទុកប្រើជា iCloud ជាអីនោះដែលជាយូរអង្វែងយើងដាក់វាទៅព្រោះ like secure email វាសំខាន់ណាស់ព្រោះវាការពារនៅពេលកាលណាយើងផ្លេចsecure info សំណួរហ្នឹងគឺយើងវាផ្ញើ email មកចូលក្នុង secure email របស់យើងហ្នឹងវាផ្ញើ email មួយមកចូលក្នុងហ្នឹងដើម្បីឲ្យយើង reset password reset answer សំណួរដែលយើងឆ្លើយមិញព្រោះសំណួរនោះគឺសំខាន់ណាស់ដល់ពេលដែលយើងរៀបដើមការទៅអឺកា
ដូចជាបញ្ចូលកាតក្នុងគណនីយើងណាទៅពេលយើងរីកដល់វាទៅលើទូរស័ព្ទផ្សេងវានឹងសួរវាអត់បានសួរយើងទេពេលយើងរីកដល់មកប៉ុន្តែដល់ពេលដែលយើងទិញយកទៅពេលយើងរីកដល់មកយើងទិញហ្គេមទិញអីហ្នឹងគឺវាចាប់ដើមសួរសំណួរហើយកាលណាយើងដូរទូរស័ព្ទសួរថាកាប់ឲ្យយើងបំពេញតែយើងឆ្លើយយើងសួរមិនឆ្លើយមិនតែខ្លួនយើងហ្នឹងប៉ុន្តែពេលយើងផ្លេចគឺវាផ្ញើអ៊ីមែលមួយបើមិនមក reset នេះ reset សំណួរចម្លើយនេះដល់ចូលមកក្នុង section email ហ្នឹងមកហើយអញ្ចឹងបើសិនជាយើងគិតថាវាសំខាន់ហើយទុកប្រើយើងដាក់ទៅតែពេលនេះខ្ញុំវាគាត់ថាបង្រៀននឹងប្រាប់តែខ្ញុំអត់ដាក់ទេខ្ញុំសូមអត់យកកន្លែងហ្នឹងអូខេដល់នេះ enter your date of birth យើងនិយាយពីយើងដាក់ខែឆ្នាំកំណើតអូខេយើងដាក់មិនបានយ៉ាងហ្នឹងត្រឡប់មកក៏បានចិត្តដែរណាអូខេនេះកន្លែងគ្រីសវាមកហើយយើងយកពាក្យថា continue មកអូខេដល់កន្លែងនេះហើយ provide payment methods នេះយើងយកពាក្យថា none មកព្រោះយើងអត់មាន visa card ទេអញ្ចឹងរបៀបនេះគេហៅថាវាបង្កើត Apple ID ដោយគ្មាន visa card អញ្ចឹងយកពាក្យថា none យើងមិនពេញតែយើងរំលងមកវា link attach ទេយើងជ្រើសរើសយកពាក្យថា Mr ក៏បាន Missy ក៏បាន first name ដាក់ឈ្មោះអូខេ street នេះយើងប្រទេសអ្នកបង្កើត Apple ID នៅប្រទេសកម្ពុជានេះយើងត្រូវពេញដាក់ថា10គុតមកនៅកន្លែងនេះយើងមិនពេញក៏បានដែរហើយ province នេះយើងយកថាភ្នំពេញpostcode 1203 area 96ហើយយើងយក06មក123អូខេហើយយើងពាក្យថា create Apple IDរួចរាល់ហើយចឹងកន្លែងវាដាក់ថា verify your Apple ID យកយើងចូលទៅបញ្ជាក់នៅក្នុង email ដែលយើងបានដាក់មិញហ្នឹងវាបានផ្ញើទៅ email ដែលយើងបានចុះឈ្មោះជាមួយមិញហ្នឹងហើយឥឡូវយើងចូលទៅមកក្នុង email ហ្នឹងគេបានផ្ញើមកមែននេះឃើញបានផ្ញើមកមែនចឹងយើងចូលទៅ verify វាមកយើងបានលេខមួយជាមួយវិញហ្នឹងចុះឈ្មោះហ្នឹងចឹងយើងចុចលើពាក្យថា verify ណាចេញមកចាស់ហើយយើងគ្រាន់តែវាយលេខកូដទៅបានហើយព្រោះ email វាចេញឲ្យយើងស្រាប់ចឹងយើងបំពេញលេខកូដមកដែលយើងដាក់បានមិញហ្នឹងចុចពាក្យ continue អូខេខុសទេចឹងខ្ញុំពេញសារថ្មីនេះត្រឹមត្រូវហើយ email address verify has been verified ចឹងពេញពីថាដានតែប៉ុណ្ណឹងគឺរាល់យើងអាចយក Apple ID នេះទៅសាញនៅក្នុងទូរស័ព្ទដៃយើងឲ្យអាច download បានហើយពេលនេះ connect to iTunes Store ហើយចឹងយើងមិនបាច់ connect ទៅបានដែរព្រោះយើងត្រូវការឡើងទូរស័ព្ទនោះគឺយើងចូលទៅក្នុង iTunes ក៏បានបាទយើងបិទប៉ុណ្ណឹងសិនទៅយើងមកមើលក្នុង iTunes យើងវិញពេលនេះចុចថាអូខេ
អានេះវាមិនទាន់ដំណើរការស្រួលបួលទេចឹងវាដាក់អញ្ចឹងហើយ Change not verify your ID your Apple ID click OK to review the instruction on how to verify your ID តែប៉ុន្តែវាអត់ទាន់ចង់និយាយថា server វាដើររៀងយឺតចឹងវាអត់ទាន់តែប៉ុន្តែយើង verify ហើយដឹងតែប្រាប់បានប៉ុន្តែវាយឺត internet យើង slow ពេកចឹងទៅបើសិនជាវាដល់តែចេញចឹងយើង connect iTunes តាមមកនេះទៅវិញមកអូខេហើយយើង go to iTunes តាមរយៈនេះក៏បានដែរហើយយើងទាមទារ download មិន download ទេ click ម្ដងទៀតរួចរាល់ហើយនេះមានតែវានេះហើយវាអូខេហើយអញ្ចឹងយើងមកលើ account នេះឈ្មោះនេះដែលយើង sign up ជាមួយហ្នឹងគឺឈ្មោះនៃ Darawati នេះបាទអញ្ចឹងយើងអាច download បានហើយអញ្ចឹងយើងរក game ឬកម្មវិធីណាមួយដែលវាដាក់ free យើង download មកអូខេហើយយើង search សិនតើ search នេះអូខេអត់ចេញមកទេអូខេចាំមកទូចេញមកហើយនេះហើយខ្ញុំចង់ download Instagram មកចុះឡើយយើងចុចលើពាក្យថា get ពេលដែលវា download ឲ្យយើងវាយលេខកូដដែលយើងបង្កើតមិញឲ្យហើយចឹងយើងវាយលេខកូដដែលយើងបានបង្កើតមិញមកហើយចុចលើពាក្យថា buy accessing iTunes Store ពេលខ្ញុំ access ទៅម្ដងទៀតថាអ៊ីនធឺណិតខ្ញុំរៀងយឺតពេកវាលេខកូដមកយើងអត់ហើយបញ្ហាអ៊ីនធឺណិត slow ពេកអូមកហើយពេលនេះវានឹងសួរថាវាតែងតែវាលេខកូដរហូតមកនេះដាក់ថាដល់ពេល15នាទីទើបលោកលេខកូដឲ្យយើងវាម្ដងឧទាហរណ៍យើង download ចឹងទៅវា
បើសិនជាយើងយកគេថា always require នេះមានន័យថាពេលយើង download មួយវាទាញ load លេខកូដឲ្យយើងវារហូតមានន័យវាយលេខកូដរហូតប៉ុន្តែយើងយកដល់ require after 15នាទីនេះមានន័យថាយើង download មួយនឹងហើយវាគ្រប់លុះត្រាលើសពី15នាទីបានវាទាញទៀតអញ្ចឹងបើសិនជាមេវាយ VC តូចយើង download បានយើងខ្ជិលវាយលេខកូដច្រើនដងអញ្ចឹងយើងយកមួយណាក៏បានដែរបាទអញ្ចឹងខ្ញុំយកពាក្យថានេះមកព្រោះយើងខ្ជិលវាយលេខកូដច្រើនដងនេះដំណើរការហើយអូខេ VC 51មេអញ្ចឹងវាគួរដែរអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេវិធីបង្កើត Apple ID នៅប្រទេសខ្មែរយើងធ្វើតាមការណែនាំរបស់ខ្ញុំដំណើរការ 100% ហើយបើមានបញ្ហាអ្វីអាច comment នៅខាងក្រោមនឹងបានបាទសូមអរគុណសម្រាប់ការទស្សនា